បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចាញ់មកចែករំលែកវីដេអូមួយទៀតហើយបងប្អូនអញ្ចឹងនេះជាកន្លឹះល្អដែលបងប្អូនចង់ដឹងហើយចង់ឮខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនតើអ្វីទៅជា keyword និង tag បងប្អូនដឹងទេហើយ keyword មានសារៈប្រយោជន៍អ្វីខ្លះហើយ tag មានសារៈប្រយោជន៍អ្វីខ្លះហើយ keyword គេដាក់កន្លែងណាហើយ tag គេដាក់កន្លែងណាអញ្ចឹងតោះដើម្បីបងប្អូនចូលទៅទស្សនាទាំងអស់គ្នាអញ្ចឹងបងប្អូនជួយចុច Subscribe អ្នកមួយមកដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតតោះជាដំបូងបងប្អូនចេញមកក្រៅអស់មកបងប្អូនថយអស់មកបងប្អូនអញ្ចឹងដើម្បីចូលទៅដល់ដាក់ keyword បងប្អូនប្រកាសជាមាន channel មួយchannel YouTube បងប្អូនមកដល់ channel YouTube បងប្អូនអាចចូលទៅរៀបចំអញ្ចឹងបងប្អូនចុចលើជ្រោមមកបងប្អូនអាចស្គាល់ហើយ Google ជ្រោមនេះបងប្អូននេះពណ៌ខំខាងក្រោមហ្នឹងយើងចុចលើនឹងមកនេះបងប្អូនកន្លែងនេះពេលបងប្អូនចូលមកដល់ជ្រោមហើយបងប្អូននឹងឃើញអញ្ចឹងបើសារខ្ញុំ connect ជាមួយ YouTube ហើយបងប្អូនអញ្ចឹងខ្ញុំនឹងបកស្រាយមុនដំបូងគេទាំងអស់ចឹងនិយាយថា keyword គេដាក់កន្លែងណាអញ្ចឹងបងប្អូនចុចចូលទៅកាន់ channel សិនអញ្ចឹងបងប្អូនអាចចូលទៅកាន់ channel បងប្អូនទាំងអស់គ្នាហើយបងប្អូនអាចឃើញចាញ់ផ្ទាំងបែបនេះអញ្ចឹងមុននឹងចាញ់ផ្ទាំងបែបនេះបងប្អូនអាចកលេសមើលខាងក្រោមបងប្អូនកលេសមើលខាងក្រោមរូបសញ្ញាកងចក្រអញ្ចឹងយើងចុចលើសញ្ញាកងចក្រហ្នឹងមកអញ្ចឹងវាមកដល់ចំណុចនេះបងប្អូនមើលមួយហើយផ្ទៀងស្រាប់មកដល់ចំណុចនេះវាមានការកំណត់វាមាន6ចំណុចដែលបងប្អូនត្រូវមើលហើយនឹងពិចារណាទាំងអស់គ្នាដើម្បីយើងបំពេញបងប្អូនខ្ញុំបកស្រាយឲ្យច្បាស់ដើម្បីយើងបំពេញ keyword ហ្នឹងបងប្អូន keyword បកប្រែទៅជាពាក្យកន្លឹះបងប្អូនស្ដាប់ខ្ញុំឲ្យតន់ណា keyword បកប្រែទៅពាក្យកន្លឹះអញ្ចឹងដើម្បីបំពេញ keyword នៅក្នុង channel YouTube របស់យើងដើម្បីរៀបចំមុននឹងយើងធ្វើការផុសវីដេអូអញ្ចឹងយើងចុចចំណុចទី2ចុច channel ចុចដូចខ្ញុំមកអញ្ចឹងបងប្អូនឃើញ keyword របស់ខ្ញុំហើយបងប្អូននេះគេដាក់នៅខាងលើខ្ញុំដាក់រូបសញ្ញាព្រួយនឹងមេដាយបងប្អូនមើលគេដាក់ពាក្យកន្លឹះអញ្ចឹងដោយសារវីដេអូខ្ញុំវីដេអូដែលបងប្អូនកំពុងតែមើលហ្នឹងវីដេអូរបស់ខ្ញុំគឺវីដេអូបង្រៀនអញ្ចឹងបងប្អូនអាចមើល tag របស់ខ្ញុំមកខ្ញុំអាចដាក់រកលុយតាម TikTok រកលុយតាម YouTube រកលុយតាម Facebook បង្កើត channel YouTube បើករកលុយពី YouTube បើករកលុយពី Facebook អានឹងគឺជាពាក្យកន្លឹះបងប្អូនមានន័យថា keyword យើងទាំងមូលបងប្អូនដែលយើងរៀបចំ channel របស់យើងដើម្បីយើងធ្វើការផុសបងប្អូនអាចបំពេញបានចំនួន500តួអក្សរបងប្អូនតែយើងមិនពេញច្រើនទេបងប្អូនអាចពេញតែ5-10ពាក្យបានហើយបងប្អូនកុំសូវដាក់ច្រើនពេកយើងដាក់តាម1ម៉ោងបានហើយបងប្អូនអញ្ចឹងនឹងគឺជាkeyword បកប្រែមកខ្មែរយើងអានថាពាក្យកន្លឹះអញ្ចឹងគេមកបំពេញកន្លែងហ្នឹងបងប្អូនអញ្ចឹង keyword ចប់ហើយអញ្ចឹងបងប្អូនអាចទៅមើលtag អញ្ចឹងបងប្អូនអាចទៅមើល tag បងប្អូនអាចថយក្រោយអស់ទៅអញ្ចឹងបងប្អូនអាចថយក្រោយមកអស់ហើយបងប្អូននឹងឃើញបងប្អូនអាច download YouTube Studio មួយមកបងប្អូននេះជា YouTube អញ្ចឹង YouTube Studio បងប្អូនអាច download មកបងប្អូនចុចលើវាមកដើម្បីយើងទៅមើល tag អានេះជាវីដេអូរបស់ខ្ញុំ
ចឹងខ្ញុំចុចលើនឹងមកខ្ញុំចុចលើកន្លឹះបង្ហោះវីដេអូខ្ញុំមានវីដេអូជាច្រើនដែលបងប្អូនអាចអូសមើលចុះក្រោមក៏បាននេះជា channel របស់ខ្ញុំបងប្អូនអាចមើលតាមនឹងទៅខ្ញុំចេញវីដេអូរហូតទេបងប្អូនអញ្ចឹងយើងចុចលើនៅមកដើម្បីទៅយើងទៅមើល tag អញ្ចឹងមកដល់ចំណុចនេះបងប្អូនចុចលើសញ្ញារូប big ខាងលើអញ្ចឹងយើងចុចបង្ហាញច្រើនទៀតយើងអូសចុះក្រោមមកបងប្អូននឹងឃើញកន្លែងមួយបងប្អូននេះនៅខាងក្រោមគេទាំងអស់បងប្អូនការប្រើប្រាស់ AI ប្រភេទស្លាកឬការផ្លាស់អាជ្ញាប័ណ្ណបងប្អូនចុចលើនឹងមកនេះគឺជាស្លាកបងប្អូនស្លាកបងប្អូនមើលជាក់ស្ដែងទៅមានន័យថា tag ហ្នឹងបកប្រែយកមកវិញមានន័យថាស្លាកអញ្ចឹងបងប្អូនអញ្ចឹងស្លាកហ្នឹងយើងអាចបំពេញកន្លែងហ្នឹង tag ហ្នឹងបងប្អូនអាចបំពេញទៅដើម្បីគេ search មើលវីដេអូដែលថាចំណងជើងគេស្វែងរកនៅលើ YouTube ដូចគេថារបៀបមើលម៉ោងនៅក្នុង TikTok ធ្វើឲ្យ TikTok មានអ្នកមើលច្រើនរបៀបរុញវីដេអូឲ្យឡើងបច្ចេកទេសបង្ហោះវីដេអូឲ្យទទួលបាន view អញ្ចឹងបងប្អូនអាចទៅសេខ្ញុំឧទាហរណ៍បងប្អូនពីធ្វើម្ហូបបងប្អូនអញ្ចឹងបើបងប្អូនធ្វើម្ហូបបងប្អូនអាចឧទាហរណ៍បើបងប្អូនធ្វើម្ហូបអំពីរបៀបឆាក្តៅសាច់មាន់អញ្ចឹងបងប្អូនអាចវិធីសាស្ត្រឆាក្តៅសាច់មាន់ឬមួយក៏រោទំនុកដែលបងប្អូនទៅសេឲ្យស្តៀងហ្នឹងបងប្អូនទៅសេទៅបងប្អូនដាក់វិធីសាស្ត្រឬមួយក៏របៀបធ្វើឆាសាច់មាន់ឲ្យឆ្ងាញ់អញ្ចឹងបងប្អូនអាចរកមើលពាក្យណាដែលគេកំពុងស្វែងរកនៅលើ YouTube ឲ្យពីរបៀបពីវិធីតិចនិចឆាក្តៅឲ្យឆ្ងាញ់អញ្ចឹងបងប្អូនធ្វើឲ្យគេឆ្ងល់បងប្អូនហើយជាដំបូងបើបងប្អូនធ្វើវីដេអូហ្នឹងថតល្អហើយអត់ទទួលបាន view ទី1គេបដោតលើ thumbnail ទេបងប្អូន thumbnail ហ្នឹងគឺជារូបភាពដែលទាក់ទាញបំផុតរូបភាពដែលទាក់ទាញបងប្អូនរូបភាពដែលទាក់ទាញខ្លាំងបំផុតដើម្បីគេចុចមើល YouTube របស់យើងអ្នកមើលវីដេអូហ្នឹងមើលកាន់តែយូរវីដេអូយើងកាន់តែរុញទៅឲ្យអ្នកមើលកាន់តែច្រើនអញ្ចឹងបងប្អូនអាចនឹងយល់ហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសូមអធិស្ឋានជាមុនសម្រាប់ការខុសឆ្គងអញ្ចឹងបងប្អូនដើម្បីទទួលបានវីដេអូខ្ញុំបន្តទៀតបងប្អូនជួយចុច Subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីបន្តទៀតខ្ញុំនឹងធ្វើការចែករំលែកបាទសូមអរគុណ